សូមជូនជីវប្រវត្តិអតីតតារាកំប្លែងលោកតាព្រុញមាសចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅជួបជាមួយនឹងរឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតគឺតាក់ទងទៅដល់អតីតតារាភាពយន្តនិងតារាកំប្លែងលោកតាព្រុញមាសដែលមហាទស្សនិកជនធ្លាប់បានស្គាល់តាមរយៈខ្សែភាពយន្តជាច្រើនរួចមកហើយតោះចង់ដឹងរឿងរ៉ាវជក់ចិត្តយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅក្នុងសម័យយុគមាសនៃខ្សែភាពយន្តខ្មែរតារាកំប្លែងជាច្រើនបានរះបំភ្លឺវិថីសិល្បៈដែលញ៉ាំងឲ្យសង្គមសិល្បៈខ្មែរមានរសជាតិកាន់តែពិសេសនិងសម្បូរបែបការសម្ដែងឈុតឆាកកំប្លែងឬពាក្យកំប្លែងទាំងឡាយសុទ្ធតែមានសីលធម៌សុជីវធម៌និងមានតម្លៃអប់រំដែលធ្វើឲ្យសង្គមជាតិមួយមានសេចក្តីថ្លៃថ្នូរផងដែរយោងទៅតាមការរៀបរាប់និងអត្ថាធិប្បាយរបស់ក្រុមព្រះសូរិយាបានឲ្យដឹងថាលោកព្រុញមាសមានរហស្សនាមថាសត្វត្រចៀកកម្មអភ័ព្វលោកតាព្រុញមាសឬត្រចៀកកម្មអភ័ព្វមានឈ្មោះដើមថាកែវនាងកើតនៅឆ្នាំ1938នៅភូមិបវលស្រុកបវលខេត្តបាត់ដំបងលោកកើតក្នុងត្រកូលគ្រួសារក្រីក្រដែលមានឪពុកឈ្មោះកែវញូងជាកម្មករសាធារណការនិងម្ដាយឈ្មោះនាងលឹមជាកសិករតារាកំប្លែងលោកតាព្រុញមាសមានបងប្អូនបង្កើតចំនួន2នាក់គឺរូបលោកផ្ទាល់និងប្អូនស្រីឈ្មោះកែវងាសត្វត្រចៀកកម្មអភ័ព្វឬលោកតាព្រុញមាសមានជីវិតក្នុងកុមារភាពនិងយុវវ័យពោពេញទៅដោយរឿងរ៉ាវកំសត់ជាច្រើននិងបានកើតឡើងជាបន្តបន្ទាប់ដោយនៅអាយុ7ឆ្នាំម្ដាយរបស់លោកបានលាចាកលោកទៅដោយជំងឺលុះអាយុ11ឆ្នាំឪពុករបស់លោកក៏បានទទួលមរណភាពទៀតលោកព្រុញមាសត្រូវរស់នៅជាមួយលោកយាយនិងព្រះសង្ឃជ្រកក្រោមដំបូលវត្តដំរីសលោកកែវនាងឬព្រុញមាសជាមនុស្សតស៊ូណាស់ត្បិតមានជីវិតជាក្មេងវត្តឆ្អែតមួយពោះរស់មួយពេលតែលោកតស៊ូគ្រាន់បានរៀនសូត្របន្តិចបន្តួចពីព្រះសង្ឃដើម្បីជាត្រួយជីវិតថ្មីត្បិតតែរៀនគ្មានសញ្ញាបត្រក៏ពិតមែនតែការសិក្សារៀនសូត្រគ្រាន់នឹងអាចចេះអានអក្សរខ្មែរនិងបារាំងបានតារាកំប្លែងរូបនេះព្យាយាមរៀនតាមសាត្រាអានកាសែតរហូតដល់មានចំណេះនិងមានប្រាជ្ញាខ្លះៗដើម្បីផ្សំជាមួយវោហារស័ព្ទពីធម្មជាតិរបស់លោកធ្វើឲ្យមហាជនស្រឡាញ់និងចូលចិត្តជាខ្លាំងការចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ1956លុះចម្រើនវ័យកំឡោះ18ឆ្នាំដោយមាននិស្ស័យកំណើតខាងកំប្លែងនិងរូបសម្បត្តិដ៏អំណោយផលរបស់លោកផងនោះមិត្តនឹងព្រះសង្ឃបាននាំលោកព្រុញមាសឲ្យចូលទៅក្នុងវង់ល្ខោនបាក់ស្រីប្រចាំខេត្តបាត់ដំបងតារាកំប្លែងលោកព្រុញមាសបានហាត់រៀនបន្ថែមពីរាមច្បងក្នុងល្ខោននោះដោយលោកបានព្យាយាមអភិវឌ្ឍខ្លួនរហូតក្លាយជាតួត្លុកដ៏សំខាន់មួយរូបនៅឆ្នាំ1960តារាកំប្លែងមុខស្រស់កម្ពស់ខ្ពស់ត្រូវគេហៅឲ្យមករស់នៅក្នុងរាជធានីភ្នំពេញវិញដោយជ្រកក្រោមក្រុមល្ខោនបាសាក់នលៈសុខុមរបស់អ្នកមនាងនលៈយិនតាតនិងម្ដុំផ្សារស៊ីលឹបវងល្ខោនដ៏ល្បីល្បាញមួយនេះបាននាំលោកឲ្យស្គាល់គ្រប់ខេត្តនៅជុំវិញប្រទេសកម្ពុជាហើយក៏បានបង្ហាញវត្តមានរបស់លោកនៅលើឆាកកំប្លែងជាទូធ្លុកទៀតផងនាមសិល្បៈថាព្រុញមាសក៏បានកើតឡើងនៅពេលនោះដែរគឺកើតឡើងនៅពេលលោកធ្វើដំណើរទៅសម្ដែងល្ខោនបាសាក់នៅខេត្តកំពង់ចាមដោយមានបុរសម្នាក់ឈ្មោះវ៉ាគីជាមន្ត្រីសាក់ 3PM បានមកមើលការសម្ដែងល្ខោនបាសាក់ហើយក៏ឃើញលោកមាននិស្ស័យនឹងគ្នាក៏សុំលោកធ្វើជាប្អូនធម៌តែម្ដងនៅល្ងាចមួយបងធម៌របស់លោកព្រុញមាសបាននាំលោកទៅទទួលទានអាហារនៅមាត់ទន្លេបាត់ពេលនោះស្រាប់តែឃើញកាណូតមួយយ៉ាងលឿនដែលមានឈ្មោះថាព្រុញមាសបរលើផ្ទៃទន្លេបាត់ជាមួយគ្នានោះស្រាប់តែបងធម៌របស់លោកនិយាយថាអានាងកាយវិការហែងរហ័សរហួនរស់រវើកដោយអាកាណូតព្រុញមាសអញ្ចឹងតាំងពីពេលនោះមកបងធម៌របស់លោកក៏ហៅលោកថាព្រុញមាសរហូតឈ្មោះនេះបានល្បីពេញវងល្ខោនបាសាក់ហើយគេគ្រប់គ្នាក៏ហៅលោកថាព្រុញមាសជាប់រហូតតែម្ដង
នៅឆ្នាំ 1961 កេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្ដើមមានបន្តិចម្ដងលោកព្រួយមាសត្រូវបានផលិតករភាពយន្តនាំលោកចូលសម្ដែងជាលើកដំបូងបង្អស់ហើយពេលនោះហើយដែលលោកបានបម្រើវិស័យសិល្បៈជាតួថ្លុកកំប្លែងជាតួឪពុកនិងជាតួបន្ទាប់បន្សំដទៃទៀតស្នាដៃសិល្បៈខ្សែភាពយន្តល្បីៗដែលលោកកែវនាងឬលោកព្រួយមាសបានចូលរួមសម្ដែងរួមមានរឿងព្រះលក្ខណវង្សនាងព្រាហ្មកេសររឿងពុទ្ធទេសែននាងកង្រីរឿងសព្វសិទ្ធរឿងព្រះវេស្សន្តររឿងក្រៃថោងនិងក្រពើឆារវ័នរឿងនាងលវាចេករឿងនាងកែវណាម៉ារឿងកាកីរឿងឆ្នាំអូន16រឿងចំណងដៃទឹកភ្នែករឿងឯណាប្រពន្ធខ្ញុំនិងរឿងផ្កាត្របែកព្រៃជាដើមនៅអំឡុងឆ្នាំ 1962 ក្នុងពិធីសមាជាតិលោកព្រួយមាសត្រូវបានគេជ្រើសរើសយកមកសម្ដែងក្នុងវាលមេនជាមួយនឹងអ្នកកំប្លែងល្បីៗឯទៀតដូចជាលោកស៊ុយលោកម៉ុងដូលីនលោកច័ន្ទក្តឹបលោកឡាសិនជុយនាងម៉ាប់ណូយ៉ានិងនាងមុតសំអឿនជាដើមនៅពេលនោះលោកព្រួយមាសក៏បានទទួលកូនសិស្សជាច្រើនអ្នកមកហាត់រៀនជាមួយលោកដែលក្នុងនោះកូនសិស្សរបស់លោកម្នាក់មានឈ្មោះល្បីល្បាញខ្លាំងណាស់គឺលោកត្រង់ដឺជីវិតស្នេហាជីវភាពធូរធារល្អប្រសើរហើយនៅឆ្នាំ 1963 លោកព្រួយមាសក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនាងកញ្ញាវ៉ាន់សុខុមដែលលោកចិញ្ចឹមចិត្តស្រឡាញ់តាំងពីនៅកំពង់ចាមដោយទទួលបានកូនស្រីមួយរូបជាចំណងដៃហើយប្រពន្ធរបស់លោកព្រួយមាសជាកូនស្រីអ្នកកំពង់ចាមនៅដើមទសវត្សរ៍ឆ្នាំ 70 ជាអកុសលភរិយារបស់លោកក៏បានទទួលមរណភាពដោយជំងឺលោកព្រួយមាសក៏បានរៀបមង្គលការជាលើកទី2នៅឆ្នាំ 1972 ជាមួយនាងកញ្ញាបានមុនីហៅវ៉ាន់ដុកជីវិតក្នុងរបបខ្មែរក្រហមសត្វត្រជាកម្មអភ័ព្វឬព្រួយមាសក៏មានវាសនាមិនខុសពីបងប្អូនខ្មែរដទៃទៀតដែរគឺលោកបានក្លាយជាទេសកលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមហើយលោកមានសំណាងបានរួចផុតពីការកាប់សម្លាប់និងបន្តជីវិតសិល្បៈរបស់លោកទៀតនៅក្រោយថ្ងៃទី 7 ខែមករាឆ្នាំ 1979 លោកព្រួយមាសបានទទួលមរណភាពនៅថ្ងៃទី 11 ខែកុម្ភៈឆ្នាំ 2000ចាប់ប្រិយម្នាក់ស្ដាប់ជាទីមេត្រីជីវប្រវត្តិរបស់អតីតតារាកំប្លែងលោកព្រួយមាសដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគីមនីដួងចិត្ត